បាទដែលយើងគិតតែខូចថ្មវាមិនប្រកបតែខូចថ្មទេបាសនេះមកហាក់បីដូចជាខូចថ្មបាទហើយនឹងបាសជាច្រើនទៀតដែលមើលទៅហាក់បីដូចជាខូចថ្មអញ្ចឹងប៉ុន្តែពេលដែលយើងឆែកជាក់ស្ដែងយើងឃើញថាថ្មគឺអត់មានបញ្ហាទេវានៅប្រើបានហើយបាសខ្លះគឺនៅប្រើបានល្អទៅទៀតដូចបាសនេះអញ្ចឹងថ្មនៅប្រើបានល្អទៅទៀតអត់មានធ្លាក់ចុះអីគួរឲ្យកត់សម្គាល់ទេប៉ុន្តែអ្វីដែលវាខូចហ្នឹងគឺវាមានបង្គំផ្សេងបាទគ្រឿងផ្សេងដែលខូចហើយវាពាក់ព័ន្ធទៅនឹងប្រព័ន្ធថ្មប្រព័ន្ធភ្លើងហ្នឹងអញ្ចឹងយើងមិនបានឆែកយើងគ្រាន់តែឃើញអាការៈពីខាងក្រៅបាទយើងគិតថាវាជាអាការៈដែលបង្កឡើងដោយបញ្ហារបស់ថ្មអញ្ចឹងណាបាទប៉ុន្តែជាក់ស្ដែងគឺអត់ទេហើយបញ្ហាទាំងនេះគឺយើងតែងជួបជារឿយៗបាទតែងជួបជារឿយៗហើយពេលដែលយើងឆែកជាក់ស្ដែងសម្រាប់បាសបញ្ហាទាំងហ្នឹងគឺយើងឆែកឃើញថាថ្មអត់អីគឺយើងទុកថ្មបាទគឺយើងអត់ដូរទេហើយយើងនឹងឆែករកមើលបញ្ហាដែលត្រូវជួសជុលជាក់ស្ដែងបាទអញ្ចឹងយើងធ្វើការជួសជុលទៅហើយថ្មគឺបើមិនខូចគឺយើងមិនដូរទេបាទពេលខ្លះមានការបារម្ភអីចឹងណានៅពេលដែលខ្ញុំថាសុំយកមកឆែកមកដើម្បីយើងស្រួលកំណត់ថាតើបញ្ហានឹងវាមកពីអីចឹងណាបាទពេលខ្លះអ្នកខ្លះក៏គាត់បារម្ភថាគីឡូយកមកឆែកទៅយើងចេះថាខូចថ្មផងខូចនេះខូចនោះអស់កាន់តែច្រើនអីចឹងណាបាទជាក់ស្ដែងអត់អញ្ចឹងទេបាទជាក់ស្ដែងគឺយើងឆែកទៅឃើញកន្លែងណាខូចកន្លែងណាមិនខូចគឺយើងប្រាប់ជាក់ស្ដែងហើយមានបាសខ្លះទៅទៀតបាទវាមិនខូចទាំងថ្មវាមិនខូចទាំងគ្រឿងប៉ុន្តែវាដោយសារបច្ចេកទេសតិចតួចយើងឆែកមើលទៅឃើញថាអត់ខូចគឺយើងប្រាប់ថាអត់ខូចបាទយើងដាក់ឲ្យទៅវិញអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអ្វីគឺខ្ញុំអត់អាចឆ្លើយពីចម្ងាយបានទេជាពិសេសនៅពេលដែលសំណួរសួរថាបាសអាការៈអញ្ចឹងតើមកពីអីខូចកន្លែងណាតបមកកន្លែងហ្នឹងគឺឆ្លាតចេញទេបាទយើងមិនទាន់បាននឹងឃើញបាសផងមិនទាន់បាននឹងដឹងថាបាសនឹង model អីផងពេលខ្លះហើយសួរថាខូចអីខូចកន្លែងណាបាទឆ្លាតចេញទេគ្រូទាយក៏ជួយមិនបានដែរបាទកំថាឡើយជាងបាទសំបីគ្រូទាយហ្នឹងក៏ទាយមិនត្រូវដែរហ្នឹងហើយព្រោះឧបករណ៍អេឡិចត្រូនិកសម័យឥឡូវវាទៅនៅបាទវាមិនដូចឧបករណ៍ពីជំនាន់ពីដើមបាទប្រភេទ traditional ប្រភេទស៊េរីចាស់ណាវាប្រព័ន្ធមិនសាំញ៉ាំបាទគ្រឿងមួយធំបាទប៉ុន្តែសម័យឥឡូវនេះគឺអត់ទេបាទប្រព័ន្ធវាសាំញ៉ាំណាគ្រឿងតូចហើយប្រដាក់គ្នាបាទទំនាក់ទំនងគ្នានៅលើផ្ទៃបតហ្នឹងប្រដាក់គ្នាដូចខ្យងអញ្ចឹងបាទហើយវាមិនត្រឹមតែធ្វើការពីគ្រឿងមួយទៅគ្រឿងមួយទេប៉ុន្តែវាធ្វើការលក្ខណៈជា firmware វាមានការបញ្ជាបាទការបញ្ជាដោយកូដអញ្ចឹងទៅគឺមិនងាយស្រួលក្នុងការស្មានកំហុសទេបាទតើវាស់ជាក់ស្ដែងពេលខ្លះវាស់ហើយឆែកពិនិត្យជាក់ស្ដែងហើយរោស្ទឹងតែមិនឃើញទៅទៀតហ្នឹងណាហើយអញ្ចឹងដូចបាសនេះចឹងឥឡូវគឺយើងធ្វើការជួសជុលរួចរាល់ហើយមកគឺបញ្ចូលថ្មអត់ចូលហាក់បីដូចជាថ្មអត់ទទួលភ្លើងអញ្ចឹងប៉ុន្តែជាក់ស្ដែងទៅគឺថ្មអត់ខូចទេគឺវាខូចទៅលើប្រព័ន្ធផ្សេងឥឡូវយើងធ្វើការជួសជុលរួចរាល់នេះថ្មចាស់ដដែលយើងអត់បានដូរថ្មទេរួចរាល់